តាចាហៅសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺមកបន្តទៀតហើយនៅមេរៀនទី11ចាឥឡូវរៀនដល់មេរៀនទី11ហើយណាបងប្អូនទាំងអស់គ្នាចេះអីខ្លះហើយចេះ我们ចេះ你ចេះ有នៅចាពាក្យដែលទាំងអស់ដែលខ្ញុំបានបង្រៀនទាំងអស់សូមបងប្អូនទាំងអស់គ្នាយកទៅទិញឬក៏ទៅសេតាមមួយដើម្បីឲ្យចាំពាក្យយើងឆាប់ចេះហើយក៏យើងឆាប់ចេះអានទាំងអស់គ្នាដែរឆាប់ចេះនិយាយទាំងអស់គ្នាវាមិនច្រើនទេមួយថ្ងៃតែមួយពាក្យពីរពាក្យអីក៏យើងឆាប់ចេះដែរហ្នឹងទាំងអស់គ្នាណាអញ្ចឹងយើងចូលនៅមេរៀនទី11ដែលមានចំណងជើងថា我们班ថ្នាក់ពួកខ្ញុំតោះពាក្យទី1មានន័យថា我们ពួកយើងឬក៏ពួកខ្ញុំ班ថ្នាក់ណានមនុស្សប្រុស学生សិស្ស一លេខ1二លេខ23លេខ3 4លេខ4 5លេខ5 6លេខ6 7លេខ7 8លេខ8 9លេខ9 10លេខ10តោះអានម្ដងទៀត我们ពួកយើងឬក៏ពួកខ្ញុំបានថ្នាក់ណានមនុស្សប្រុស学生សិស្ស一លេខ1អលេខ23លេខ3 4លេខ4 5លេខ5 6លេខ6 7លេខ7 8លេខ8 9លេខ9 10លេខ10លេខបន្តពីលេខ10លេខ11លេខ12គឺយើងបូកបន្ថែមនៅ10បូកលេខ1 10បូកលេខ1 11លេខ11 12លេខ12 13លេខ13 14លេខ14 15លេខ15 16លេខ6លេខ16 17លេខ17 18លេខ18 19លេខ19 20លេខ20គឺមានន័យថាលេខរៀងទី2ហើយយើងបូកជាមួយនឹងលេខ10យើងអានថា20លេខ20ចាអញ្ចឹងយើងមកមើលប្រយោគរបស់យើងទី1គឺ我们班有25个学生我们班有20个学生ថ្នាក់របស់ពួកយើងមានសិស្សចំនួន25នាក់កនេះមានន័យថាចំនួនលេខ1លេខ2ហ្នឹងនៅពេលដែលយើងរាប់បញ្ចូលថថានៅក្នុងថ្នាក់យើងមានចំនួន25នាក់គឺគេដាក់កបើចំនួនជាស័ព្ទគេដាក់ជឺដែលយើងរៀនលើកមុនហើយគឺជឺចំនួនជាប្រភេទសត្វគេហៅថាក្បាលតែចំនួនមនុស្សគេហៅថាក我们班有25个学生ថ្នាក់របស់ពួកយើងមានសិស្សចំនួន25នាក់តោះប្រយោគទី2我们班有10个男学生15个女学生我们班有10个男学生15个女学生ថ្នាក់របស់ពួកយើងមានសិស្សប្រុសចំនួន10នាក់សិស្សស្រីចំនួន15នាក់តោះប្រយោគទី3我们班有3个中国人我们班有3个中国人ថ្នាក់របស់ពួកយើងមានសិស្សជនជាតិចិន3នាក់តោះប្រយោគទី4我喜欢我们班我喜欢我们班ខ្ញុំចូលចិត្តថ្នាក់ពួកខ្ញុំមានន័យថាថ្នាក់ទាំងអស់ហ្នឹងគឺគាត់ចូលចិត្តទាំងអស់ចាអញ្ចឹងមេរៀនទី11នៅថ្ងៃនេះបានបញ្ចប់ត្រឹមនេះទៀតហើយសូមជួបគ្នានៅមេរៀនបន្ទាប់
មេរៀនទី11 12និងមានមេរៀនបន្តទៀតចាអញ្ចឹងជួបគ្នានៅមេរៀនបន្ទាប់ចាចាន